អស់លោកស្រីទាំងអស់ដែលជានាំគណៈបកតំណាងឲ្យដឹកនាំគណៈបកហើយនេះខ្ញុំបាទកឹមសុវរិទ្ធជាសមាជិកចិនត្រៃខ្ញុំមានបញ្ហា3ដែលត្រូវមកជម្រាបជូនអស់លោកស្រីទាំងអស់ដែលមានវត្តមាននៅទីនេះបញ្ហាទី1ពាក់ព័ន្ធទៅនឹងការរិះគន់របស់មជ្ឈដ្ឋានមួយចំនួនទាំងសង្គមស៊ីវិលក៏ដូចជាគណៈបកនយោបាយមួយចំនួនដែលថាគណៈបកសង្គ្រោះជាតិយើងអត់មានគោលនយោបាយអីច្បាស់លាស់ទេអញ្ចឹងក្នុងនាមខ្ញុំជាថ្នាក់ដឹកនាំមួយរូបក៏ដូចជាតំណាងឲ្យគណៈបកសង្គ្រោះជាតិថ្ងៃនេះមានកិត្តិយសឆ្លើយបំភ្លឺហើយមិនមែនថាយើងមិនទទួលយកនៅរាល់ការរិះគន់ពីមជ្ឈដ្ឋានផ្សេងទាំងសង្គមស៊ីវិលទាំងគណៈបកនយោបាយចាស់ឬក៏ថ្មីទំបង្កើតទេប៉ុន្តែយើងចង់ជម្រាបជូនសាធារណជនក៏ដូចជាថ្នាក់ដឹកនាំគណៈបករបស់យើងនៅគ្រប់ខេត្តក៏ដូចជាអស់លោកលោកស្រីដែលមានវត្តមានទីនេះថាអ្នកដែលថាគណៈបកសង្គ្រោះជាតិអត់មានគោលនយោបាយហ្នឹងគឺហាក់ដូចជាមើលស្រាលឆន្ទៈប្រជាពលរដ្ឋដែលបានបោះឆ្នោតជូនគណៈបកសង្គ្រោះជាតិឆ្នាំ2013ហើយយើងសួរត្រឡប់ទៅវិញថាតើនៅឆ្នាំ2013គណៈបកសង្គ្រោះជាតិបានអីយកទៅនិយាយបើអត់គោលនយោបាយមិនគេបោះឆ្នោតឲ្យហើយកម្មវិធីនយោបាយទាំង7ចំណុចដែលទាក់ទាញការគ្រប់គ្រងប្រជាពលរដ្ឋរហូតឲ្យបោះឆ្នោតភ្លុកទឹកភ្លុកដីគុំតកោចបហ្នឹងមិនឯករាជ្យយើងឈ្នះតាំងពី2013ម៉េះគឺពឹងលើអីពឹងលើគោលនយោបាយ7ចំណុចដែលយើងទាញយកចេញពីគោលនយោបាយសំខាន់របស់គណៈបកសង្គ្រោះជាតិប្រជាពលរដ្ឋកន្លះប្រទេសជាតិដែលបោះឆ្នោតជូនសង្គ្រោះជាតិ2013គឺផ្អែកលើកម្មវិធីនយោបាយ7ចំណុចដែលយើងទាញចេញពីគោលនយោបាយសំខាន់របស់គណៈបកសង្គ្រោះជាតិរៀបចំនៅពេលដែលគណៈបកយើងបង្កើតឡើងនៅឆ្នាំ2012កន្លងទៅគោលនយោបាយដែលយើងរៀបចំឡើងមកនេះនៅពេលឆ្នាំ2012គឺដើម្បីបំពេញអ្វីដែលប្រជាពលរដ្ឋចង់បាននៅឆ្នាំ2013ប៉ុន្តែមកដល់ឆ្នាំឥឡូវនេះ2016ហើយទៅដល់2017នៅពេលរៀបចំការបោះឆ្នោតឃុំគោលនយោបាយខ្លះត្រូវការកែតម្រង់ដើម្បីធ្វើម៉េចឲ្យឆ្លើយតបទៅនឹងបរិបទនយោបាយទៅនឹងកលៈទេសៈនិងបច្ចុប្បន្នភាពស្ថានភាពនយោបាយជាក់ស្ដែងដែលកំពុងកើតមានជាពិសេសគឺតម្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានពីព្រោះ2017នេះយើងត្រូវរៀបចំត្រៀមខ្លួនចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាគុំសង្កាត់ដែលមានគូប្រកួតច្រើនណាស់ប៉ុន្តែយើងទាំងអស់គ្នាដឹងហើយថាអ្នកដែលអាចដណ្ដើមបានការគ្រប់គ្រងគឺមានតែគណៈបកកំពុងកាន់អំណាចនិងគណៈបកសង្គ្រោះជាតិប៉ុណ្ណោះដែលត្រូវត្រៀមខ្លួនទៅម៉េចដល់ការទុកចិត្តឲ្យប្រជាពលរដ្ឋសម្រាប់ចិត្តដល់ការគ្រប់គ្រងដើម្បីយើងអាចឈានទៅដល់ការដឹកនាំនៅសហគមន៍មូលដ្ឋានក៏ដូចជាឈានទៅដល់ការផ្លាស់ប្ដូរនៅឆ្នាំ2018ខាងមុខតាមរយៈការបោះឆ្នោតជាតិទូទៅហើយចង់ជំរាបប្រាប់អស់លោកលោកស្រីថាយើងរៀបចំសិក្សាកែតម្រង់អភិវឌ្ឍគោលនយោបាយរបស់យើងហើយនឹងយើងនឹងប្រកាសផ្សព្វផ្សាយជាសាធារណៈនៅពេលឆាប់ខាងមុខហើយជាពិសេសគឺថ្ងៃច័ន្ទនេះគឺថ្នាក់ដឹកនាំជាពិសេសអ្នកតំណាងរាស្ត្រលោកបានជួបជុំគ្នាធ្វើសិក្ខាសាលាមួយដើម្បីជជែកពិភាក្សាអំពីការអភិវឌ្ឍគោលនយោបាយសំខាន់គឺរៀបចំធ្វើម៉េចឲ្យចេញជាគោលនយោបាយជាក់ស្ដែងចេញជាសារនយោបាយត្រៀមខ្លួនចូលរួមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅឆ្នាំ2017ខាងមុខនេះហើយក្រោយពីថ្នាក់ដឹកនាំអ្នកតំណាងរាស្ត្របានជជែកបានធ្វើសិក្ខាសាលារួចហើយមានការស្រោះស្រួលឯកភាពអំពីការអភិវឌ្ឍគោលនយោបាយហើយយើងនឹងធ្វើការផ្សព្វផ្សាយអំពីគោលនយោបាយសំខាន់របស់យើងនៅពេលឆាប់ខាងមុខនេះដើម្បីឲ្យសាធារណជនលោកបានជ្រាបថាតើគោលនយោបាយគណៈបក្សសង្គ្រោះជាតិមានអីប្រែប្រួលអភិវឌ្ឍទៅតាមតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានគណៈបក្សសង្គ្រោះជាតិថ្នាក់ដឹកនាំគណៈបក្សសង្គ្រោះជាតិបានមមាញឹកក្នុងការរៀបចំការងារបច្ចេកទេសជាពិសេសគឺការត្រៀមបណ្ដុះបណ្ដាលញាក់ងារសង្កេតការចុះឈ្មោះបោះឆ្នោតដើម្បីចូលរួមតាមដានឃ្លាំមើលកិច្ចដំណើរការចុះឈ្មោះបោះឆ្នោតរបស់កជបដែលនឹងប្រព្រឹត្តទៅរយៈពេល3ខែនាពេលខាងមុខនេះអញ្ចឹងមានកិត្តិយសជំរាបអស់លោកស្រីថាយើងបានត្រៀមខ្លួនហើយជាស្រេចនៅការចូលរួមរបស់យើងក្នុងគ្រប់ដំណាក់កាលទាំងអស់ដើម្បីឈានទៅដល់ការបោះឆ្នោតនៅឆ្នាំ2017ខាងមុខនេះហើយឈ្មោះឱកាសនេះគណៈបកបានសម្ដែងនៅការសោកស្ដាយដោយសារថ្មីនេះយើងបានធ្វើសំណើមួយទៅគណៈកម្មការជាតិរៀបចំការបោះឆ្នោតដើម្បីសុំឲ្យពិចារណាឡើងវិញនៅលទ្ធភាពចុះឈ្មោះអ្នកបោះឆ្នោតនៅថ្ងៃភ្ជុំបិណ្ឌយើងគិតថានៅថ្ងៃភ្ជុំបិណ្ឌហ្នឹងប្រជាពលរដ្ឋជាពិសេសគឺបងប្អូនប្រជាពលរដ្ឋខ្មែរទៅធ្វើចំណាក់ស្រុកនៅឯប្រទេសផ្សេងជាពិសេសប្រទេសថៃហ្នឹងនឹងវិលត្រឡប់មកចូលរួមក្នុងពិធីបន់ភ្ជុំបិណ្ឌអញ្ចឹងជាឱកាសល្អ
ដែលអាចឲ្យពួកគាត់នឹងមានឱកាសនឹងទៅចុះឈ្មោះបោះឆ្នោតទោះបីគាត់រវល់ពេលណាប៉ុន្តែពេលជុំបិណ្ឌគាត់មកជុំគ្នាគាត់មានឱកាសទំនេរហើយគាត់អាចទៅធ្វើការចុះឈ្មោះនៅថ្ងៃជុំបិណ្ឌតែកោជបបានបដិសេធសំណើរបស់យើងនេះហើយជាការមួយដែលយើងមានការសោកស្ដាយហើយយើងនៅតែមានបំណងចង់ឲ្យកោជបចារណាឡើងវិញនៅលទ្ធភាពចុះឈ្មោះអ្នកបោះឆ្នោតនៅថ្ងៃជុំបិណ្ឌណាយើងនៅតែទាមទារយើងនៅតែលើកសំណើនេះបន្តទៀតប៉ុន្តែបច្ចុប្បន្ននេះកោជបបានធ្វើការបដិសេធហើយក៏ដោយយើងគឺជាគណៈបកប្រជាធិបតេយ្យយើងចង់បានការផ្លាស់ប្ដូរមួយតាមរយៈការចូលរួមបោះឆ្នោតមួយដែលសេរីត្រឹមត្រូវយុត្តិធម៌ដែលអ្នកបោះឆ្នោតទាំងអស់ធ្វើការសម្រេចចិត្តដល់ជូនមកយើងនៅពេលខាងមុខអរគុណណាខ្ញុំមានកិត្តិយសនឹងជម្រាបជូនប៉ុណ្ណេះដល់យើងទៅឃើញថាគណៈបកធំៗនៅពេលនឹងរកដំណោះស្រាយបានជាដំបូងតាំងនាមលោកប្រធានសំស៊ីលោកអនុប្រធានកម្មសិក្ខាថ្នាក់ដឹកនាំនិងអស់លោកទាំងអស់ថ្ងៃនេះយើងសូមជូនព័ត៌មានជាពីរផ្នែកទី1យើងចង់និយាយពីបញ្ហាបោះឆ្នោតយើងដឹងហើយថានៅថ្ងៃទី1ខែ9ឆ្នាំ2016នេះយើងនឹងចាប់ផ្ដើមចុះឈ្មោះបោះឆ្នោតហើយថ្ងៃដែលយើងត្រូវបោះឆ្នោតគឺថ្ងៃទី4ខែ6 2017ដូច្នេះសិតថាពេលវេលាដែលយើងត្រូវចាំហើយយើងដឹងទាំងអស់គ្នាថាដើម្បីបោះឆ្នោតបានត្រូវតែមានឈ្មោះក្នុងបញ្ជីបោះឆ្នោតអញ្ចឹងអស់លោកខ្លះថាខ្ញុំចុះឈ្មោះហើយខ្ញុំមកអីទៀតមិនមែនទេគឺជាលើកទី1ហើយដែលយើងតាក់តែងច្បាប់ថ្មីមានគោលយោបល់ថ្មីហើយដែលយើងរៀបចំបញ្ជីបោះឆ្នោតថ្មីទាំងអស់បញ្ជីបោះឆ្នោតចាស់នោះគឺមិនយកមកប្រើប្រាស់វិញទេប៉ុន្តែអ្វីដែលយើងយកជាការសម្រាប់បោះឆ្នោតឆ្នាំ2017និងឆ្នាំបន្តទៀតនោះគឺយើងយកតាមប្រព័ន្ធចុះឈ្មោះអេឡិចត្រូនិកជាប្រព័ន្ធប្រវត្តិសាស្ត្រហើយក្នុងប្រព័ន្ធអេឡិចត្រូនិកនេះគឺទាមទារអ្នកចាស់ក៏ត្រូវតែទៅបង្ហាញខ្លួនដើម្បីចុះឈ្មោះម្ដងទៀតហើយអ្នកថ្មីដែលមិនទាន់បានចុះឈ្មោះក៏ត្រូវតែទៅចុះឈ្មោះទាំងអស់គ្នាហើយលក្ខខណ្ឌនៃការចុះឈ្មោះមួយដ៏សំខាន់ជាងគេគឺអត្តសញ្ញាណប័ណ្ណក្រៅពីអត្តសញ្ញាណប័ណ្ណការដែលដោះស្រាយជាបន្ទាន់នោះគឺសូមឲ្យមានបញ្ជីជាតិគ្រប់គ្នាក្នុងករណីអត់មានអត្តសញ្ញាណប័ណ្ណបញ្ជីជាតិជាទម្រង់មួយអាចជួយឲ្យចុះឈ្មោះបានដោយផ្សំនៅធាតុមួយទៀតគេហៅថាបញ្ជាក់អត្តសញ្ញាណយើងចុះឈ្មោះនេះគឺមានគោលសំខាន់ណាស់មនុស្សម្នាក់ចុះឈ្មោះបានតែម្ដងទេព្រោះគោលសញ្ញាគេយកកូដរបស់វាគេយកស្នាមមេដៃជាអត្តសញ្ញាណមួយគេយករូបថតជាអត្តសញ្ញាណមួយហើយនឹងយកលេខកូដមួយទៀតជាអត្តសញ្ញាណដូច្នេះគឺនេះជាគោលការណ៍ធំគឺជូនដំណឹងដែរនៅថ្ងៃស្អែកនេះគឺមានប្រធានអនុប្រធានក្រុមការងារប្រធានអនុប្រធានគណៈកម្មការប្រតិបត្តិរាជធានីខេត្តចូលរួមធ្វើសិក្ខាសាលាជាមួយនឹងកុំហ្វ្រែនៅទីស្នាក់ការរបស់យើងនេះវេលាម៉ោង8ព្រឹកហើយសិក្ខាសាលានោះស្ដីពីនីតិវិធីនិងក្រមសីលធម៌នៃការចុះឈ្មោះបោះឆ្នោតសូមបងប្អូនដែលមានកូនឬមានក្មួយជាយុវជនហើយដែលគាត់មានបច្ចេកទេសខ្លះហើយអ្នកខ្លះក៏ចេះខាងកុំព្យូទ័រគឺសូមឲ្យដាក់ពាក្យនៅតាមឃុំសង្កាត់រៀងខ្លួនដើម្បីជ្រើសរើសហើយជ្រើសរើសនោះគឺគេជ្រើសរើសដើម្បីឲ្យចូលរួមជាក្រុមចុះឈ្មោះបោះឆ្នោតក្រុមចុះឈ្មោះបោះឆ្នោតនោះគឺច្បាប់បានកំណត់ហើយគឺមានប្រធានអនុប្រធាននិងការីកុំព្យូទ័រមួយនាក់ហើយការជ្រើសរើសនេះគឺមានចំនួន3នាក់ទី1ប្រធានក្រុមចុះឈ្មោះបោះឆ្នោតកោជបនឹងតាមសង្កាត់នីមួយៗទី2សមាជិកកោជបជាជំនួយការអនុប្រធានហើយនរណាធ្វើជាអនុប្រធាននៃការចុះឈ្មោះនោះយើងដឹងហើយគឺស្មានឃុំឬស្មានសង្កាត់ទី3សមាជិកកោជបជាការីកុំព្យូទ័រហើយការទទួលពាក្យគឺចាប់ពីថ្ងៃ5ដល់ថ្ងៃទី9ខែសីហាឆ្នាំ2016ដោយឡែកអ្នកដែលនៅក្រុងភ្នំពេញពីថ្ងៃទី4ដល់ថ្ងៃទី8ខែ8 2016គណៈបក្សសង្គ្រោះជាតិសូមជម្រាបថាយើងចង់បានស្ថានភាពចរចាឬឲ្យមានស្ថានភាពទូទៅដោយស្ងប់ស្ងាត់ដើម្បីមានបរិយាកាសមួយល្អឆ្ពោះទៅរកការចុះឈ្មោះបោះឆ្នោតក៏ដូចជាឆ្ពោះទៅរកការបោះឆ្នោតនេះជាគោលបំណងរបស់គណៈបក្សសង្គ្រោះជាតិហើយបើសិនជាសភាពការនៅត្រឹងដដែលដូចសពថ្ងៃគឺគណៈបក្សសង្គ្រោះជាតិនៅតែរក្សាការតស៊ូ
ទាំងជាតិទាំងអន្តរជាតិនៅដដែលគឺថាយើងធ្វើយ៉ាងណាឲ្យមានការចរចាឲ្យមានការដោះស្រាយបញ្ហាដោយសន្តិវិធីដើម្បីធ្វើយ៉ាងណាឲ្យសភាពការវិលល្អដូចដើមវិញឆ្ពោះទៅរកការបោះឆ្នោតដោយសេរីនិងយុត្តិធម៌ទាំងអស់គ្នាតែបានអរគុណបាទលោកនាងជាទីមេត្រីមេធាវីការពារក្តីរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនស្នើទៅតុលាការឲ្យកោះហៅសាក្សីសំខាន់ដែលបានឮសមាជិកព្រឹទ្ធសភាគណៈបកសំរងស៊ីគឺអ្នកស្រីលក្ខានីថាឡានីដែលចោទប្រកាន់ថាលោកហ៊ុនសែនជាអ្នកបាញ់សម្លាប់លោកបណ្ឌិតកែមលីចំណែកមេធាវីការពារក្តីឲ្យភាគីបកប្រឆាំងវិញអះអាងថាពួកគេក៏កំពុងសិក្សាផ្លូវច្បាប់និងប្រមូលភស្តុតាងដោះបន្ទុកដើម្បីកុំឲ្យព្រះរាជអាជ្ញាចាត់ការរឿងនេះបានលោកប្រាជេវរីកាព័ត៌មាននេះតាមរយៈមេធាវីរបស់ខ្លួនលោកហ៊ុនសែនសង្ឃឹមថាតុលាការនឹងផ្តន្ទាទោសលោកសំរងស៊ីនិងសមាជិកព្រឹទ្ធសភាគណៈបកសំរងស៊ីអ្នកស្រីថាឡានីដែលចាត់ប្រកាន់ថាលោកនិងរដ្ឋាភិបាលរបស់លោកជាអ្នកបាញ់សម្លាប់លោកបណ្ឌិតកែមលីអ្នកវិភាគនយោបាយល្បីនៅកម្ពុជាគេមិនទាន់ដឹងថាលោកហ៊ុនសែនបានប្តឹងលោកសំរងស៊ីនិងអ្នកស្រីថាឡានីពីបទចោទអ្វីនោះទេប៉ុន្តែមេធាវីការពារក្តីឲ្យលោកហ៊ុនសែនបញ្ជាក់ថាសំណុំរឿងនេះមិនមែនជាបទបរិហាគេនោះទេលោកមេធាវីគីតិចថ្លែងថាអ្នកស្រីថាឡានីដែលចោទប្រកាន់ថាលោកហ៊ុនសែនជាអ្នកបាញ់សម្លាប់លោកបណ្ឌិតកែមលីគឺមានចេតនាពិតប្រាកដព្រោះថាក្នុងការថ្លែងជាសាធារណៈគឺជាគម្រោងគិតទុកជាមុននិងជាការឆ្លៀតឱកាសឃើញសាធារណជនចាប់អារម្មណ៍ពីការបាញ់សម្លាប់លោកបណ្ឌិតកែមលីដើម្បីទម្លាក់កំហុសដាក់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនមូលហេតុទាំង3ដែលខ្ញុំបានលើកនេះគឺសបញ្ជាក់អំពីការរៀបចំមានផែនការមានចេតនាពិតប្រាកដដើម្បីនិយាយទម្លាក់កំហុសទៅលើសម្ដេចតេជោនាយករដ្ឋមន្ត្រីតែម្ដងលោកមេធាវីគីតិចថ្លែងដូចនេះបន្ទាប់ពីលោកបានផ្ដល់ចម្លើយបន្ថែមដល់ព្រះរាជអាជ្ញានៅសាលាដំបងរាជធានីភ្នំពេញថ្ងៃទី5ខែសីហាចំណែកពាក្យបណ្ដឹងប្តឹងលោកសំរងស៊ីប្រធានគណៈបកសង្គ្រោះជាតិដែលកំពុងនិរទេសខ្លួនត្រូវបានមេធាវីរបស់លោកហ៊ុនសែនចាត់ប្រកាន់ថាលោកសំរងស៊ីឆ្លៀតឱកាសបំភ្លេចការពិតដែលបានសរសេរនៅលើបណ្ដាញសង្គម Facebook របស់ខ្លួនថាការបាញ់សម្លាប់លោកបណ្ឌិតកែមលីគឺជាការរៀបចំដោយរដ្ឋអំណាចលោកមេធាវីរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនបញ្ជាក់ថារដ្ឋអំណាចគឺមានន័យថាស្មើនឹងរដ្ឋាភិបាលដូច្នេះឆ្លៀតឱកាសហ្នឹងគឺដូចគ្នានឹងជំទាវថាឡានីនឹងដែរគឺសំរងស៊ីគាត់ឆ្លៀតឱកាសហ្នឹងគឺថាវាយប្រហារមកលើសម្ដេចតេជោហើយនឹងវាយប្រហារថាការរៀបចំដោយរដ្ឋអំណាចហ្នឹងគឺសម្ដៅទៅលើរាជរដ្ឋាភិបាលដែលដឹកនាំដោយសម្ដេចតេជោកាលពីថ្ងៃទី29ខែកក្កដាមានការបង្ហោះคลิปវីដេអូមួយដែលមានរយៈពេល7នាទីដោយនៅក្នុងវីដេអូនោះអ្នកស្រីថាឡានីចាត់ប្រកាន់ថាលោកហ៊ុនសែនជាអ្នកបាញ់សម្លាប់លោកកែមលីប៉ុន្តែអ្នកស្រីថាឡានីបានបដិសេធតាមរយៈអាស៊ីសេរីកាលពីថ្ងៃទី30ខែកក្កដាថាคลิปវីដេអូដែលត្រូវបានគេកាត់បង្ហោះនោះគឺជាការកាត់តសំឡេងដើម្បីទម្លាក់កំហុសលើអ្នកស្រីចំណែកលោកសំរងស៊ីក្រោយពីមានការបាញ់សម្លាប់លោកបណ្ឌិតកែមលីកាលពីថ្ងៃទី10ខែកក្កដាលោកបានសរសេរនៅលើបណ្ដាញសង្គម Facebook របស់លោកថាការបាញ់សម្លាប់លោកកែមលីគឺជាអំពើភេរវកម្មដែលរៀបចំដោយរដ្ឋអំណាចទាក់ទងការតតាំងតាមផ្លូវច្បាប់របស់គណៈបកប្រឆាំងលោកមេធាវីសំសុគង្គតំណាងឲ្យលោកសំរងស៊ីនិងអ្នកស្រីថាឡានីឲ្យដឹងថាលោកមានភស្តុតាងជាសម្លេងដើមទាំងស្រុងរបស់អ្នកស្រីថាឡានីដែលបានថ្លែងកាលពីថ្ងៃទី29ខែកក្កដានៅខេត្តរតនគិរីដើម្បីឲ្យតុលាការពិនិត្យក្រៅពីនេះលោកថាលោកក៏មានសាក្សីផងដែរលោកមេធាវីមិនទាន់អាចបញ្ជាក់ពីខ្លឹមសារសម្លេងដើមរបស់អ្នកស្រីថាឡានីបាននៅឡើយទេនៅពេលនេះសាលាដំបងរាជធានីភ្នំពេញបានកោះហៅអ្នកស្រីថាឡានីឲ្យមកឆ្លើយបំភ្លឺនៅរសៀលថ្ងៃទី8ខែសីហានិងលោកសំរងស៊ីនៅថ្ងៃទី19ខែសីហាខាងមុខលោកមេធាវីសំសុគង្គថានៅថ្ងៃទី8ខែសីហាលោកមិនអាចទៅបំភ្លឺនៅសាលាដំបងជំនួសកូនក្តីបានទេព្រោះលោកត្រូវការពីរឿងក្តីផ្សេងមួយទៀតនៅសាលាឧទ្ធរអាស៊ីសេរីមិនអាចសុំការអធិប្បាយពីអ្នកស្រីថាឡានីបានទេនៅថ្ងៃទី5ខែសីហាដោយឡែកព្រះរាជអាជ្ញារងកាន់សំណុំរឿងនេះនឹងជាអ្នកនាំពាក្យសាលាដំបងរាជធានីភ្នំពេញលោកលីសុផាន់ណាបានសរសេរនៅលើបណ្ដាញ Telegram របស់លោកថាក្រោយពីបានស្ដាប់ចម្លើយរបស់មេធាវីគីតិចដែលជាមេធាវីដើមមិនដឹងនិងបានពិនិត្យភស្តុតាងដែលជាប្រយោជន៍សម្រាប់អាយកាលោកនឹងបន្តស៊ើបអង្កេតលើរឿងនេះលោកហ៊ុនសែនបានប្តឹងសុំឲ្យតុលាការផ្តន្ទាទោសលោកសំរងស៊ីនិងអ្នកស្រីថាឡានីតាមផ្លូវច្បាប់និងទាមទារសំណងជំងឺចិត្តក្នុងម្នាក់100រៀលខ្ញុំប្រាជ្ញាវអាស៊ីសេរីភ្នំពេញ